ចាបងប្អូនថ្ងៃនេះខ្ញុំមកស្លម្ជូរខ្នុរម្ដងព្រោះថាខ្នុរនេះបើទុកទៅក៏អាចបានធំអីប្រហែលដែរដោយសារគៀបមកខាងនឹងដើមខ្នុរមកខាងទៀតគៀបនឹងរោមផ្កាគៀបជាប់ហ្មងអញ្ចឹងចាត់ចែងយកមកស្លបដ ாய் ទៅឥឡូវស្លជាមួយត្រីរៀលយើងធម្មតាហ្នឹងណាត្រីរៀលត្រីលិញហ្នឹងកន្លះគីឡូអស់តែ 5,000 រៀលទេហើយមុននឹងស្លហ្នឹងយើងលាងសម្អាតឲ្យស្អាតទៅព្រោះយើងទិញមកគេធ្វើស្រាប់ហើយយកមកឆូតវាមកកាត់កង់វាមិនមែនឆូតទេកាន់វាឲ្យញឹកទៅហើយសម្លម្ជូរខ្នុរបងប្អូនញ៉ាំជាមួយអីខ្ញុំចូលចិត្តញ៉ាំជាមួយត្រីប្រឡាក់ចៀនណាឥឡូវយើងមកកាន់ត្រីយើងនឹងឲ្យហើយសិនមកការពារកុំឲ្យឆ្លាក់ឆ្អឹងនេះកន្លះគីឡូបានប៉ុណ្ណឹងណាបងប្អូនចំណាយតិចណាថ្ងៃហ្នឹងព្រោះថាត្រីហ្នឹងអស់តែ 5,000 ទេហើយអាត្រីប្រឡាក់នោះក៏អស់ខ្ទង់ជា 5,000 ដែរហើយខ្នុរយើងបេះខ្លួនយើងដើមយើងខ្នុរនេះមួយហ្នឹងធ្វើម្ហូបបាន 3-4 មុខមកទៅខ្ញុំគិតថាយកទៅដុតជាមួយនឹងមាន់មួយមុខទៀតទៅហើយយកស្លកកូរខ្នុរមួយមុខទៀតទៅព្រោះស្លម្ជូរយើងស្លរួចហើយឥឡូវយើងមកចាត់ចែងសិននៅខ្ចីញ៉ាញ់តែម្ដងណាតាជាតាថាអូបើបានក្របពីចាស់ជាងហ្នឹងអូនញ៉ាំឆ្ងាញ់ជាងហ្នឹងបើក្របចាស់ជាងហ្នឹងម៉ាក់ត្រូវអង្គុយឆ្កឹះសកៃវាអាសតបជាប់នឹងផ្លែវាហ្នឹងម្ដងមួយទៀតតែនេះដល់ពេលវាខ្ចីចឹងទៅចាត់យកតែម្ដងស្រួលនេះតាមមកចំហៀងហ្នឹងស្លបានបាត់ហើយមកផ្នែកហ្នឹងណាកាត់ជាពីរហើយស្លតាមមកចំហៀងហ្នឹងទេញ៉ាំព្រឹកល្ងាចទៀតហើយយើងបុកគ្រឿងយើងប្រើវិធីងាយសម្រាប់សាឡម្ជូរយើងគឺបុកប្រើតែរំដេងប្រើតែរមៀតម្ទេសខ្ទឹមសហើយមានសាច់ត្រីបុកសាច់ត្រីដាក់តិចទៅព្រោះមានត្រីចៀនដែលយើងញ៉ាំមិនអស់អញ្ចឹងទៅយើងបេះវាយកសាច់ទុកហើយបុកជាមួយនឹងគ្រឿងយើងនឹងទៅធ្វើឲ្យសម្លយើងកាន់តែវាមានជាតិអូចូលស្បើមណាស់ណាខ្ញុំកាត់ពីព្រឹកម្សិលដល់ពេលហើយព្រឹកនេះចាប់ផ្ដើមស្លតែម្ដងនឹកឃើញថាបើភ្លាមហ្នឹងវាជ័រខ្លាំងណាស់អញ្ចឹងទុកវាចោលមួយយប់សិនទៅហើយអាងតែទុកចោលមួយយប់ហើយហ្នឹងអត់មានថាយកវាទៅលាងទឹកទឹកយើងហ្នឹងយកទឹកយើងហ្នឹងទៅទះលើសបកខ្នោយើងសាច់ខ្នោយើងទាំងមូលហ្នឹងទៅផ្លែខ្នោយើងទាំងមូលហ្នឹងទៅពេលដែលយើងពុះខ្នោវាអត់សូវជាប់បែកចឹងខ្លាំងទេវាជាប់នៅតែនឹងបដូរវាទេនេះគឺជាក្បួនចាស់បុរាណរបស់យាយហើយសង្កេតមើលទៅចឹងមែនដល់ពេលយើងអត់បានតតះទឹកទេយើងវាស្អិតតាត់ពេញដៃនេះខ្ចីលវក់បងប្អូនគ្រូសាស្ត្រខ្ញុំថាទុកធំទៅក៏វាមិនអីដែរមិនដឹងគេវាធំទៅណាកើតបើគៀបវាសងខាងជាប់ឯហ្នឹងដើមវានិយាយទៅវាផ្លែមកធ្លាក់នៅចិត្តនឹងដើមហ្នឹងហើយស្រាប់តែវាទៅគៀបជាប់ជាមួយនឹងរងផ្កាមកខាងទៀតហើយផ្លែសានេះហ្នឹងចម្លែកទៀតផ្លែនឹងគល់ហ្នឹងតា4-10ផ្លែទេទៅផ្លែនឹងចុងឯណោះ10ផ្លែដល់ពេលផ្លែវាធំហ្មងដើមហ្នឹងតុនគៀបបាក់រងផ្កាអស់មួយផ្នែកតុនដែកទៅតែម្ដងដោយសារទម្ងន់ផ្លែខ្នុរហើយមិនដឹងថាឡើងបេះមិនកើតទៀតនេះចាំមើលដាក់ចដើសិនតែឥឡូវវាមិនតាន់ទុំទេវាទៅតែលក្ខណៈខ្ចីប៉ុណ្ណឹងឯងពូខ្នុរនឹងវាត្រូវផ្លែធំតែស្ដាយរសជាតិវាអត់ឆ្ងាញ់អីប្រហែលតហេតុតមែនទេបើអត់ថែអត់អីទេអត់ដាក់ជីអាចគោអត់ដាក់កប៉ុសអីឲ្យត្រឹមត្រូវទេផ្លែឆ្មឡើងជូរហ្មងឥឡូវយើងចាប់ផ្ដើមមកស្លមកយើងដាក់ដាំទឹកយើងបណ្ដាលពេលយើងធ្វើការងារផ្សេងហ្នឹងវាពុះហើយយើងចាប់ផ្ដើមមកជ្រុំប្រហុកហើយនឹងបំបែកគ្រឿងដែលយើងបុករួចហ្នឹងដាក់ចូលទៅគ្រឿងហ្នឹងបុកតាំងពីល្ងាចនោះបុកទុកឲ្យហើយដល់ឃើញតែព្រលឹមឡើងបុកតែរវល់ហើយអញ្ចឹងយើងអ្វីដែលអាចរៀបចំពីល្ងាចបានរៀបឲ្យហើយទៅណាកាប់ទៅបើអត់ត្រូវថតអីអញ្ចឹងទេហ្នឹងបន្លែក៏ចិត្តតាំងពីល្ងាចដាក់ក្នុងទូឲ្យហើយបាត់ហើយដល់ពេលស្លលឿនតែដល់ពេលត្រូវការថតចិត្តពីយប់ធ្វើពីយប់វាថតអត់ស្អាតពលឺវាអត់គ្រប់នេះងាយចឹងណាហើយយើងផ្សំគ្រឿងមក
តាមចំណូលចំណងចំណូលចិត្តក្រុមគ្រួសារយើងផ្សំមិនផ្សំទៅឲ្យតែអ្នកផ្ទះយើងថាឆ្ងាញ់ខ្ញុំស្លសានេះតាថាអូសម្លឆ្ងាញ់ក៏ឆ្ងាញ់ទៅញ៉ាំឲ្យបានច្រើនទៅហើយនេះអំពិលទុំទឹកអំពិលទុំដែលយើងធ្វើហើយដាក់ប្រអប់ទុកចឹងទៅដាក់កន្លែងកការពារវាឡើងព្រោះយើងមានដាក់សារធាតុគីមីអីក្រៃឡូថ្ងៃណាមួយទៅវាឡើងផ្សិតឡើងអីទៅចឹងដាក់កន្លែងកត្រូវការប្រើយើងមកប្រើមកនេះប៉ុណ្ណឹងឯងមកចំហៀងនឹងល្មមនឹងខំចិត្តមកជ្រុងទៀតយកមកហ្នឹងទីផុតច្រើនទុកវាវិញនៅដដែលដល់ពេលដែលខ្នុរយើងវាចាប់ផ្ដើមឆ្អិនហើយចាំយើងដាក់ម្ជូរថែមទៀតដោយសារភ្លក់ទៅវាស្ទើរអញ្ចឹងណាតែបើយើងដាក់ម្ជូរមុនច្រើននេះហើយខ្នុរយើងនឹងវានៅច្រកអាហ្នឹងតាមយើងចូលចិត្តទេហើយបងម្រះព្រៅមកម្រះព្រៅហ្នឹងដើរបេះនៅមុខផ្ទះនឹងអីនឹងទេរួចបាត់ហើយឲ្យតថាធ្វើគឺលឿនចឹងហ្មងដាក់ម្ទេសខាងក្រៅមកកាប៉ិតពេលបុកគ្រឿងនេះខ្ញុំដាក់ម្ទេសបាន2គ្រាប់ដែរនេះត្រីចៀនអត់មានត្រីអីពិសេសទេគឺត្រីចាបទាំងធម្មតាហ្នឹងយើងយកមកប្រឡាក់វាហើយទៅប្រឡាក់វាទុកមួយយប់ទៅព្រលឹមឡើងយើងយកដាក់50ថ្ងៃមួយថ្ងៃពេញទៅឡើយយ៉ាងម៉េចយកទុកឲ្យបានមុនម៉ោង3ម៉ោង4ណាកុំឲ្យរុយវាមកពងតាន់ម៉ោងមុនស្មើហ្នឹងគឺវារោមវិញគឺវាអត់ពងណានេះពណ៌គេឡើងចឹងយើងចេះតែព្យាយាមសកាត់ហ្នឹងដោយសារហាលដាក់កញ្ច្រែងតូចវារៀងទៅពីកោងអស់រលីងតាថាអូយត្រីឆ្ងាញ់ដោយសារបានយកវានិយាយទៅយើងកោះខ្លាញ់ក៏អីអស់ផងហើយពេលយើងប្រឡាក់រួចហ្នឹងកុំភ្លេចយកទៅហាលបាត់ហាលមួយថ្ងៃហ្នឹងទេក្លិនត្រីហ្នឹងវាអត់សូវល្អទេតែដល់ពេលយើងហាលហើយយកមកចៀនអញ្ចឹងឈ្ងុយហ៎និយាយទៅវាមួយយ៉ាងម្នាក់ពីត្រីកធោអរគុណច្រើន